សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel History and Knowledge ជួបខ្ញុំបន្តជាមួយនឹងអត្រាកំណែសំណួរចម្លើយត្រៀមប្រឡងបាក់ឌុបទាំងអស់គ្នាខណ្ឌចេញវីដេអូយូរហើយដោយសារតែអត់មានសំណួរចម្លើយថៃចេញទេដោយសារតែបងប្អូនទំត្រៀមប្រឡងទី12ខែក្រោយចឹងលើកជាកម្រិតសំណួរអត្រាកំណែដែលធ្លាប់ចេញឆ្នាំកន្លងមកចែកជូនដល់បងប្អូនទាំងអស់គ្នាបាទនៅក្នុងសំណួរនេះគឺយើងនិយាយពីវិញ្ញាសាផែនដីវិទ្យាមានតែ4សំណួរទេសំណួរទី1នេះសួរថាដោយម្ដេចដែលហៅថាច័ន្ទគ្រាសនិងសូរគ្រាសហើយវាមានភេទខុសគ្នាដោយម្ដេចខ្លះទី2តើសន្តានដីប្រទេសកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានតំបន់អ្វីខ្លះទី3កំណើនប្រជាជនមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានទី4ដើម្បីឲ្យបរិស្ថានមាននិរន្តរភាពយើងគួរមានវិធានការកាត់បន្ថយដូចម្ដេចខ្លះថ្ងៃនេះគឺជា slide ដែលខ្ញុំវាយចេញជាសំណួរមកទេចឹងយើងទៅមួយចម្លើយទាំងសំណួរទាំងអស់គ្នាតែម្ដងសំណួរទី1ដែលម្ដេចហៅថាច័ន្ទគ្រាសនិងសូរគ្រាសហើយវាមានភាពខុសគ្នាដូចម្ដេចចម្លើយច័ន្ទគ្រាសជាបតិភូតដែលកើតឡើងនៅពេលដែលផែនដីស្ថិតនៅចន្លោះព្រះច័ន្ទនិងព្រះអាទិត្យដោយស្រមោលរបស់ផែនដីចោលទៅលើព្រះច័ន្ទនិងបតិភូតនេះកើតឡើងនៅពេលថ្ងៃសូរគ្រាសគឺជាបតិភូតដែលកើតឡើងនៅពេលដែលព្រះច័ន្ទស្ថិតនៅចន្លោះផែនដីនិងព្រះអាទិត្យដោយស្រមោលរបស់ព្រះច័ន្ទចោលទៅលើផែនដីនិងបតិភូតនេះកើតឡើងនៅពេលយប់សំណួរទី2តើសន្តានដីប្រទេសកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានតំបន់អ្វីខ្លះចម្លើយសន្តានដីប្រទេសកម្ពុជាត្រូវបានបែងចែកជា4តំបន់គឺតំបន់ឆ្នេរតំបន់ភ្នំតំបន់ទំនាបកណ្ដាលនិងតំបន់ខ្ពង់រាបភាគឦសានសំណួរទី3កំណើនប្រជាជនមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានចម្លើយកំណើនប្រជាជនមានផលប៉ះពាល់ដល់បរិស្ថានដូចជាការរិមព្រៃធ្វើកសិកម្មឧស្សាហកម្មលំនៅឋានសំណង់អគារបង្កើនកាកសំណល់រឹងរាវឧស្ម័នចេញពីរោងចក្រលំនៅឋានមន្ទីរពេទ្យនិងសំណឹកដីបាត់បង់សារធាតុខនិជក្នុងដីមានភ្លៀងអាស៊ីតធ្លាក់ធ្លុះធ្លាយស្រទាប់អូសូនជាស្រ័យមានភ្លៀងអាស៊ីតធ្លុះធ្លាយស្រទាប់អូសូនកំណើនឧស្ម័នផ្ទះកញ្ចក់កម្ដៅផែនដីកំណើននីវ៉ូទឹកសមុទ្រសំណួរទី4ដើម្បីឲ្យបរិស្ថានមាននិរន្តរភាពយើងគួរមានវិធានការកាត់បន្ថយដូចម្ដេចខ្លះចម្លើយដើម្បីឲ្យបរិស្ថានមាននិរន្តរភាពយើងគួរមានវិធានការកាត់បន្ថយដូចជាការដាំឈើឡើងវិញការបន្សុទ្ធជាតិពុលមុននឹងបញ្ចេញឬបង្ហូរចោលបញ្ចូលកម្មវិធីសិក្សាអប់រំស្ដីពីអត្ថប្រយោជន៍ដល់បរិស្ថានកែច្នៃកាកសំណល់ឡើងវិញការលើកឡើងបញ្ហាសម្រាមជាសកលកាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ធនៈដាក់ឲ្យមានការប្រើប្រាស់ថាមពលកើតឡើងវិញកាន់តែច្រើនជាងមុនដាក់តំបន់ព្រៃឈើជាតំបន់ឧស្សាហជាតិនិងតំបន់អភិរក្សបងប្អូនអាចមានចម្លើយផ្សេងអាចដាក់ត្រីបន្តទៀតទៅជាចម្លើយបើកទេអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនតាំងពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ដល់បងប្អូនត្រៀមប្រឡងបាក់ឌុបទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាទ